របៀបបង្ហោះស្លាយបាទឥឡូវយើងយករូបភាពនៅក្នុងបាទយើងយកទៅបង្ហោះនៅក្នុងកម្មវិធី Sony Vegas បាទយើងធ្វើជា slide លក្ខណៈវីដេអូនៅក្នុងកម្មវិធី Sony Vegas ឥឡូវយើងចាប់ផ្ដើមបើកកម្មវិធី Sony Vegas បាទមុនដំបូងយើងយករូបភាពមកជាមុនសិនបាទយើងយករូបភាពឥឡូវនេះដាក់រូបភាពជាមុនសិនដើម្បីយករូបភាពយើងចុចទៅ file បាទ import media បន្ទាប់យើងដាក់រករូបភាពបាទស្វែងរករូបភាពរបស់យើងបាទយើង select លើរូបភាពទាំងអស់រួចយើង open បាទយើងចាប់ទីនេះមកដាក់មកត្រង់នេះចាប់ទីត្រង់នេះមកដើម្បីមើលឃើញបាទឥឡូវនេះយើងចាប់ផ្ដើមទីរូបភាពដាក់ចូលក្នុងនេះបាទនេះគឺរូបភាពរបស់យើងបាទហើយយើងមករួមត្រង់នេះតិចមកបាទដាក់ម៉ៅត្រង់នេះដើម្បីមករួមវាឲ្យវាមានលក្ខណៈវែងបាទឥឡូវជាបន្តទៀតយើងដាក់ចម្រៀង MP3 ចូលបាទដាក់ចម្រៀង MP3 ដាក់ចូលខាងក្រោមបាទយើងដាក់រកចម្រៀងដូចគ្នា import media បាទយើងដាក់រកចម្រៀងបាទជ្រើសរើសចម្រៀងបទឬ open បាទបាទនេះជាចម្រៀង MP3 របស់យើងចាប់ទីនៅខាងក្រោមបាទទៅត្រង់ប្រអប់ខាងក្រោមយើងមើលឃើញថាបាទចម្រៀងនេះវាមានលក្ខណៈវែងបាទវែងមានបងរួមវាខ្លីទៅមកដើម្បីងាយស្រួលមើលបាទវែងហើយរូបភាពរបស់យើងមានតិចបាទបើយើងមកខិតរូបភាពឲ្យឆ្ងាយតិចមកបាទយើងដាក់ឲ្យពេញរូបភាពតែម្ដងបាទយើងទាញឲ្យវែងៗទៀតដើម្បីដាក់ទៅពេញនឹងរូបភាព MP3 បាទដាក់ម៉ៅត្រង់ចេញសញ្ញាព្រួយនេះយើងទាញយកតែម្ដងបាទបាទលក្ខណៈស្មើគ្នាហើយតែនេះរូបភាពតិចបាទដូច្នេះខ្ញុំបាទទីវាឲ្យពេញរូបភាពទៅពេញចម្រៀងតែម្ដងតែបើសិនជាលោកអ្នកដាក់រូបភាពវាច្រើនទៅលោកអ្នកមិនបាច់បរិយាវាធំពេកទេគឺដាក់បានល្មមបានហើយបាទឥឡូវយើង play បាទត្រង់នេះបាទត្រង់នេះគឺជា volume របស់វាបាទបាទវាដើរវាចូលមួយទៅចូលមួយដើម្បីទៅពី slide មួយទៅ slide បន្តទៅរហូតបាទបាទចប់ពីរូបភាពមួយចូលរូបភាពមួយបាទឥឡូវយើង stop សិន stop ចុចបាទចុច space នៅលើ keyboard ក៏បានដែរបាទឥឡូវយើងចាប់ផ្ដើមដាក់ slide ចូលបាទយើងទាញដើម្បីដាក់ម៉ៅ
មកចេញសញ្ញាព្រួយដូចក្នុងវីដេអូនេះបាទយើងទាញមកត្រង់នេះមកបាទយើងចុចលើបាទ brand session បាទនេះគឺជាប្រភេទ slide របស់វាមានច្រើនបាទ slide វាយើងត្រូវជ្រើសរើសបាទបើយើងដល់យើងឆ្លាញ់ slide មួយនេះវាចាប់ដាក់ត្រង់នេះតែម្ដងបាទចាប់ទាញឲ្យជាប់ហើយរួចលែងបាទហើយវាចេញមកយើងបិទវាចោលបាទបន្ទាប់មកយើងជ្រើសរើសប្រភេទ slide ទៀតបាទត្រង់នេះវាមានលក្ខណៈ slide វាច្រើនបាទមុនចាប់ដាក់ slide មុននឹងចាប់ slide ដាក់ចូលយើងដូច្នេះយើងដាក់ទាញសិនបាទទាញសញ្ញានេះបាទយើងទាញអស់ហើយបងបាទដាក់មកបាទឥឡូវយើងចាក់ឡូមើលបាទយើង play វាមិនសាកមើលគឺវាមកហើយតែនៅក្នុងចន្លោះនីមួយៗគឺវាមាន background ពណ៌ខ្មៅដូច្នេះយើងចាំតិចទៀតយើងនឹងដូរ background វាចេញបាទយើង stop វាសិនយើងដាក់ slide ជាបន្តបាទនៅពេលយើងចាប់ដាក់ slide រួចយើងបិទវាចោលយើងចាប់ដាក់គ្រប់រូបភាពមកបាទឥឡូវចាប់ដើម play បាទនេះគឺជាប្រភេទ slide ដែលយើងយករូបភាពមកបង្ហោះជាលក្ខណៈវីដេអូ slide បាទបាទបន្ទាប់ពីយើងstop វាចោលបាទវាចន្លោះ background នីមួយៗវាមានពណ៌ខ្មៅបាទដូច្នេះយើងដាក់ពណ៌ផ្ទៃវាចូល
បាទបន្ទាប់ពីយើងដាក់ slide គ្រប់ចំនួនយើង save វាបាទហើយយើងទីមកក្រោយអស់ឬចុច select save បាទគឺចុចត្រង់នេះទៅយើង select ទាំងអស់បាទយើងនឹង save វាបាទដើម្បីវាជាប់ចុចលើ file បាទយកពាក្យ render មិនមែន save as គឺ render as បន្ទាប់យើងដាក់ឈ្មោះបាទបន្ទាប់យើងជ្រើសរើសប្រភេទ file របស់វាគឺយើងយក file MPEG បាទ MPEG MPG1 បាទដាក់ desktop save បាទយើងរងចាំឲ្យវាដើរចប់ 100% បាទចង់ឲ្យគេស្រឡាញ់យើងតបវិញហើយទោះចង់ឬមិនចង់ក៏ខ្លាចជាមនុស្សចេះទៀមទាតែអូនគិតថាវាមិនហួសហេតុពេកទេដែលពេលនេះអូនចង់សុំបងរឿងមួយតើបានទេកុំលើកទូរស័ព្ទគេពេលនៅក្បែរអូនប្រចាំព្រោះតែស្រឡាញ់ខុសទេខំដែរទេបើសុំមាសនេះឲ្យស្មងបេះដូងអូននេះឲ្យបងទាំងអងសង្ឃឹមបងក៏ស្មងនឹងបាទបន្ទាប់ពីដើរចប់ 100% យើង close វាបាទ close បាទនេះគឺជាបាទនេះគឺជាវីដេអូដែលយើង save បាញ់បាទបាទនេះគឺជាកម្មវិធីយើង save បាញ់បាទ